សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី6ការសម្រុះសម្រួលមិនមែនបានន័យថាព្រមចុះចាញ់ហើយក៏មិនមែនជាការព្រមធ្វើតាមបង្គាប់បញ្ជាអ្វីដែរការសម្រុះសម្រួលអាចជួយដោះស្រាយស្ថានភាពកែប្រែអាក្រក់ឲ្យคล้ายជាល្អយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាពអំពីយុទ្ធវិធីនៃការប្រើបញ្ញាបត់បែនផ្លាស់ប្ដូរដើម្បីប្រមូលអំណាចក្នុងបរ្ដាការខំប្រឹងប្រែងដើម្បីភាពគង់វង្សការសម្របសម្រួលក៏ជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាមួយដែរជាការព្រមព្រៀងគ្នាដោយភាគីទាំងសងខាងឬជាច្រើនភាគីសុទ្ធតែមានលក្ខខណ្ឌរៀងៗខ្លួនទោះបីវាមិនមែនជាយុទ្ធសាស្ត្រដ៏ល្អបំផុតតែវាក៏ជាកលយុទ្ធដ៏ល្អមួយមុននឹងយើងអាចរកឃើញកលយុទ្ធណាមួយដែលប្រសើរផ្សេងពីនេះបានព្រោះវាមានចំណុចល្អច្រើនប្រការដូចជាអាចជៀសវាងការខាតបង់ពេលវេលាធម្មពលនិងធនធានផ្សេងក្នុងរយៈពេលពុំទាន់អាចដណ្ដើមយកជ័យជំនះមកបានខណៈពេលដែលស្បៀងត្រៀមចិត្តអស់ហើយនោះការសម្របសម្រួលអាចបញ្ឈប់ការបាត់បង់ទាំងនោះដោយជួយបន្តដង្ហើមពន្យាពេលវេលាសម្រាប់បំពេញកម្លាំងឡើងជាថ្មីបានយើងអាចឃើញថាអ្នកខ្លាំងមិនចាំបាច់សម្របសម្រួលអ្វីនោះទេព្រោះមានប្រៀបទាំងផ្នែកលក្ខខណ្ឌនិងធនធានប៉ុន្តែបើអ្នកខ្សោយបដូរផ្ដាច់តស៊ូបែបមមីតមិនខ្លាចភ្លើងនោះទោះជាភាគីខ្លាំងជាងយកឈ្នះបានក៏ឈ្នះទាំងក្រមគ្រាដែរព្រោះដូច្នេះនៅក្នុងស្ថានភាពខ្លះការសម្របសម្រួលគឺជាជម្រើសដ៏ល្អសម្រាប់មនុស្សខ្លាំងដូចគ្នាដែរព្រោះអាចប្រើពេលស្ងប់ស្ងៀមដែលបានមកពីការសម្របសម្រួលនោះជួយផ្លាស់ប្ដូរស្ថានភាពពីអាក្រក់ឲ្យមកជាល្អបាននៅពេលភាគីវិវាទលើកសំណើសុំសម្របសម្រួលបង្ហាញថាភាគីវិវាទមានកម្លាំងមិនគ្រប់គ្រាន់ពួកគេចាំបាច់ត្រូវស្នើសុំពេលវេលាសម្រាប់ដកដង្ហើមសិនពួកគេអាចត្រូវបញ្ឈប់សឹកនៅពេលនេះក៏ថាបានបើយើងជាភាគីលើកសំណើនឹងភាគីវិវាទក៏រីករាយទទួលនិងព្រមព្រៀងចំពោះលក្ខខណ្ឌដែលយើងដាក់សំណើនេះបង្ហាញឲ្យឃើញថាភាគីវិវាទបោះបង់ការតាំងចិត្តថែមទាំងអស់កម្លាំងពលំនិងកម្លាំងស្បៀងក្នុងការប្រយុទ្ធតទៅទៀតបើមិនដូច្នេះទេតើមាននរណាព្រមបោះបង់នៅភាពជាអ្នកឈ្នះងាយៗនោះហេតុនេះទើបការសម្របសម្រួលធ្វើឲ្យការចន្លោះនិងកំឡុងពេលនៃភាពស្ងប់ដែលផ្ដល់ផលជួយឲ្យយើងឆ្លៀតឱកាសសម្រាប់ផ្លាស់ប្ដូរស្ថានភាពសិទ្ធយ៉ាងហោចណាស់ការសម្របសម្រួលតែងមានលក្ខខណ្ឌនៅក្នុងនោះបើយើងជាភាគីចាញ់ហើយចាប់ផ្ដើមសុំចរចាសម្របសម្រួលមុនទោះត្រូវបង់ចំណាយច្រើនគួរសំពិតមែនតែបដូរបានមកវិញនៅភាពរុងរានមានជីវិតលក្ខខណ្ឌនេះគឺជាមូលដ្ឋាននៃគ្រប់បែបយ៉ាងព្រោះបើគ្មានជីវិតរស់នៅសពថ្ងៃនេះទេក៏គ្មានថ្ងៃស្អែកដែរពោលគឺអស់អនាគតនឹងក្តីសង្ឃឹមរលីងតែម្ដងទោះបីថាការសម្របសម្រួលត្រូវដោះដូរដោយលក្ខខណ្ឌដែលមិនយុត្តិធម៌សម្រាប់យើងធ្វើឲ្យយើងមើលទៅហាក់ដូចជាភាគីត្រូវគេប្រមាថប៉ុន្តែភាពអាប់អន់កិត្តិយសនេះយើងជឿថាវាមានតម្លៃស័ក្តិសមបើដោះដូរមកបាននៅភាពរុងរាននិងក្តីរំពឹងនាថ្ងៃស្អែកនោះយើងអាចនឹងមើលថាការសម្របសម្រួលគឺជាការព្រមចំណុះជាការលើកទង់ជ័យសព្រមចុះចាញ់របស់ភាគីខ្សោយប៉ុន្តែបើពិចារណាតាមហេតុផលខាងលើនេះការសម្របសម្រួលគួរតែជាជម្រើសដែលគួរឲ្យចាប់អារម្មណ៍គួរសមដែរវាជាភាពឆ្លៀសវៃរបស់មនុស្សដែលចេះបត់បែនចំពោះរឿងអំណាចមនុស្សមានសតិបញ្ញានៅក្នុងសង្គមមនុស្សដ៏ព្រៃផ្សៃត្រូវតែចេះសម្របសម្រួលជាមួយគោលវិវាទក្នុងកាលៈទេសៈសមស្របឬជាភាគីចាប់ផ្ដើមសុំសម្របសម្រួលមុនព្រោះដល់ទីបំផុតទៅភាពរុងរានមានជីវិតគឺត្រូវតែសំខាន់ជាងកិត្តិយសនិងមុខមាត់ទោះបីយ៉ាងណាក៏ដោយត្រូវតែគិតទៅដល់ស្ថានភាពដែលត្រូវព្រមសម្របសម្រួលផងដែរមួយត្រូវគិតទៅដល់គោលដៅចម្បងរបស់យើងមិនចាំបាច់ព្រមលះបង់ធនធានចំពោះការប្រយុទ្ធដែលគ្មានប្រយោជន៍ទេបើសម្របសម្រួលគ្នាបានក៏គួរតែធ្វើបើអាចសម្រួលគ្នាបានហើយការច្បាំងគ្នានឹងត្រូវបញ្ឈប់ឬបោះបង់ប៉ុន្តែបើយើងកំពុងតស៊ូដើម្បីគោលដៅធំធេងគឺមិនត្រូវសម្របសម្រួលដោយងាយៗជាដាច់ខាត 2. ត្រូវមើលលក្ខខណ្ឌក្នុងការសម្របសម្រួលបើត្រូវការមុខមាត់ក៏ត្រូវតែថែរក្សាមុខមាត់ឲ្យបានបើចង់បានប្រយោជន៍ក៏ត្រូវតែទទួលបានប្រយោជន៍អ្វីទាំងអស់នេះមិនចាំបាច់ត្រូវធ្វើឲ្យភាគីវិវាទដល់ថ្នាក់តច្រកគ្មានផ្លូវបកក្រោយនោះទេនេះមិនមែនជាហេតុផលខាងផ្នែកគុណធម៌ឬយុត្តិធម៌អ្វីទេប៉ុន្តែជាការបញ្ជាការដាក់សម្ពាធឲ្យភាគីវិវាទដែលត្រូវតស៊ូបដូរស្លាប់បែបឆ្កែតច្រកទៅវិញទេ
នេះជាការថ្លឹងថ្លែងអំពីចំណុចមានប្រៀបឬចាញ់ប្រៀបលើកលែងតែយើងកំចាត់គោលវិវាទអស់រលីងបែបជីកស្មៅជីកទាំងឬបើយើងភាគីខ្សោយជាអ្នកសុំសម្របសម្រួលនិងតាំងចិត្តធ្វើជាភាគីខាត់បងមិនថាតិចច្រើនប៉ុណ្ណាយើងជឿថាទោះយ៉ាងណាក៏គូវិវាទត្រូវតែព្រមទទួលតាមលក្ខខណ្ឌរបស់យើងដែរការសម្របសម្រួលអាចផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នឲ្យកាន់តែល្អប្រសើរផ្លាស់ប្ដូរគ្រោះកាចឲ្យមកជាសន្តិភាពដែលអាចប្រើទាំងជាយុទ្ធសាស្ត្រធម្មតាឬជាល្បិចកលនៅក្នុងសង្គ្រាមផងដែរ